រឿងនេះ54តោននេះចាយើងដឹងតែកម្ពុជាយើងពីម្សិលមួយថ្ងៃមិញមិនចឹងណាម្សិលមួយថ្ងៃមិញគឺថ្ងៃទី9វិច្ឆិកាគឺជាថ្ងៃទិវាឯករាជ្យជាតិរបស់ប្រទេសកម្ពុជាយើងដែលយើងបានទទួលឯករាជ្យពីបារាំងអញ្ចឹងណាអញ្ចឹងថ្ងៃទី9ខែ11ឆ្នាំ1953ហ្នឹងយើងបានទទួលឯករាជ្យមកពីបារាំងអញ្ចឹងណានៅថ្ងៃទី6ខែមេសាឆ្នាំ1954នេះបើតាមឯកសារប្រវត្តិសាស្ត្រណា54តោនហ្នឹងគឺតម្កល់នៅក្នុងលក្ខខណ្ឌប្រវត្តិសាស្ត្រដែរគឺតាក់ទងជាមួយនឹង1954ហ្នឹងអាចបានជាកម្ពុជាហ្នឹងសម្រាប់ដាក់មាសតម្កល់54តោននៅឯធនាគារជាតិរបស់ចក្រភពអង់គ្លេសហើយការប្រកាសដើម្បីតម្កល់រូបិយវត្ថុខាងហ្នឹងគឺដើម្បីបោះពុម្ពលុយរបស់ប្រទេសកម្ពុជាហ្នឹងហើយនៅក្នុងឆ្នាំដដែលហ្នឹងថ្ងៃទី21ខែកក្កដាណាថ្ងៃទី21ខែកក្កដានៅឯប្រទេសស្វីសហ្នឹងរដ្ឋាភិបាលរបស់សៀនុហ្នឹងបានប្រកាសជាផ្លូវការដែលក្រោយពីទទួលឯករាជ្យមកប្រកាសជាផ្លូវការចេញទៅជាកិច្ចសហប្រតិបត្តិការអន្តរជាតិហើយបានតម្កល់រូបិយវត្ថុម្ដងទៀតនៅឯធនាគារស្វីសពីព្រោះការហ្នឹងប្រជុំនៅហ្សឺណែវតាក់ទងជាមួយនឹងការចោះកិច្ចព្រមព្រៀងឬក៏សេចក្តីប្រកាសសេចក្តីថ្លែងការណ៍ជាសកលអំពីដំណើរការនៃរដ្ឋាភិបាលរបស់រាជានិយមកាលពីចំនួនហ្នឹងណាអញ្ចឹងកាលពីចំនួនហ្នឹងស្ដេចសៀនុបានតម្កល់ប្រាក់ដុល្លារហ្នឹងហើយគេគណនាតាមប្រវត្តិឯកសារហ្នឹងគេគណនាថា$40 លានប៉ុន្តែ$40 លាននៅក្នុងសម័យកាលហ្នឹងណាដែលគណនាក្នុងបច្ចុប្បន្ននេះវាគេនិយាយថាគេអត់គណនាថាចំនួនប្រមាណ100 លាននេះក៏ប៉ុន្តែវាថារាប់រយលានដុល្លារនៅក្នុងសម័យកាលនេះអញ្ចឹងមានន័យថានោះគឺជា monetary reserve fund ទាំងអស់ហ្នឹងណាវាគឺជាលុយតម្កល់ដើម្បីធានាលើតម្លៃលុយប្រាក់រៀលរបស់យើងកាលពីចំនួនហ្នឹងណាដូច្នេះលុយទាំង$40 លានសហរដ្ឋអាមេរិកឬក៏ស្មើនឹងរាប់រយលានដុល្លារនៅក្នុងតម្លៃបច្ចុប្បន្ននេះដែលតម្កល់នៅប្រទេសស្វីសជាមួយនឹងមាសចំនួន54តោនដែលនៅចក្រភពអង់គ្លេសបច្ចុប្បន្ននេះវាគឺជាលុយឬក៏វាជាសម្បត្តិរបស់ជាតិយើងមិនមែនសម្បត្តិរបស់រដ្ឋាភិបាលមួយណាទេវាមិនមែនទោះបីជាស្ដេចសៀនុបានយកមកតម្កល់ក៏មិនមែនជាសម្បត្តិរបស់រដ្ឋាភិបាលរបស់រាជានិយមនឹងដែរក៏ប៉ុន្តែវាគឺជាសម្បត្តិជាតិអញ្ចឹងណាបងប្អូនលុយដែលតម្កល់នៅទីនោះមិនមែនជាសម្បត្តិរបស់សៀនុមិនមែនជាសម្បត្តិរបស់លន់ណុលមិនមែនជាសម្បត្តិរបស់ដែលជារបបក្រុងភ្នំពេញទេប៉ុន្តែវាគឺជាសម្បត្តិជាតិដែលតម្កល់នៅទីនោះណាដូច្នេះការដែលមានពាក្យលេចឮចេញមកថាផែនការរបស់ហ៊ុនសែនចង់ផ្ទេរសាច់លុយហើយនឹងផ្ទេរមាសទៅតម្កល់នៅស្រុកចិនឬក៏យ៉ាងណាហ្នឹងវាគឺជារឿងមួយដែលឡែកដែលយើងទាំងអស់គ្នាកំពុងតែតាមដានមើលថាតើរឿងហ្នឹងវាកើតឡើងរបៀបណាហើយវាអាចធ្វើបានដែរឬក៏យ៉ាងណាអញ្ចឹងណានេះសម្រាប់បងប្អូនដែលសួរពីរឿងមាស54តោនណា